Hello សួស្តីអ្នកនាងអញ្ចឹងវីដេអូនេះគឺជា episode ទី1សម្រាប់យើងចាប់ផ្ដើមជាមួយនឹង Trading View បន្តអញ្ចឹងតើតើនឹង Trading View អ្នកនាងគួរតែយល់ច្បាស់តើ Trading នេះគឺសំខាន់ក្នុងការដែលយើងចូលជាមួយនឹង MT5 ដើម្បីយើង trade ជាក់ស្ដែងគឺគេមកវិភាគទីផ្សារនៅលើ Trading View ហើយ Trading View នេះគឺមានដោយ free ទេគឺអត់មានបង់លុយទេគ្រាន់តែយើង login account យើងចូលទៅអូខេអញ្ចឹងមកមើលជាមួយនឹងបកគោទៀនជាក់ស្ដែងអ្នកនាងតែអ្នកដឹងថាbody ឬក៏ wick របស់វាតែចោល wick ទុក body អញ្ចឹងយើងអាចមើលថាទីផ្សារគេលក់នៅតំបន់ខ្ពស់ខ្លាំងគេរងចាំលក់តំបន់ខ្ពស់អញ្ចឹងនៅពេលដែលវាធ្លាក់មកដល់ក្រោមនេះយើងយកចំណេញបានអូខេពេលដែលគេរងចាំទិញវិញគេរងចាំទិញនៅតំបន់ដែលទាបរងចាំទិញនៅតំបន់ដែលទាបទៅលើវិញអញ្ចឹងកន្លែងនេះដែលគេលេងជាមួយនឹងជាក់ស្ដែងសប្តាហ៍ថ្ងៃនេះគេលេងជាមួយនឹង1ម៉ោងឬក៏4ម៉ោងសម្រាប់ចូលទៅមើលទៅទីផ្សារកំពុងតែជាលំហូរធ្លាក់ឬក៏លំហូរឡើងតោះអញ្ចឹងយើងមើលបានអញ្ចឹងទីផ្សារជាលំហូរធ្លាក់មករហូតបន្តមកយើងចូលមើលជាមួយនឹង1ម៉ោងគេថាកន្លែងនេះគឺជា time frame អ្នកគ្នាគួរដឹងពេលវេលាអូខេអ្នកគ្នាឃើញនេះធ្លាក់មកតំបន់ដែលទាបគេរងចាំទិញទៀតទៅលើវិញពេលគេលក់នៅតំបន់ខ្ពស់បន្តមកគេចូលទៅលើ5-10នាទី5-10នាទីឬក៏5នាទីដែលគេអាសាលេងជាងគេហើយអ្នកគ្នាសេវកាយមកអញ្ចឹងបើសម្រាប់ខ្ញុំរីកមិនតែ5-10នាទីចាស់យើងលេងដើម្បីមើលតំបន់ណាដែលយើងត្រូវលេងបានអញ្ចឹងអ្នកគ្នាត្រូវតាមមើលជាមួយនឹងជាមួយ Trading View នេះជាច្រើនហើយអ្នកគ្នាត្រូវកត់សម្គាល់ថាគេចាំលក់នៅតំបន់ដែលខ្ពស់ target ចំណេញទៀតអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេក្នុងការចែកលេខជួបគ្នាវីដេអូក្រោយទៀត